ព្រះសម្មាសម្ពុទ្ធបានទូលមានទុកមកថាយើងខ្សែគប់មនុស្សយ៉ាងណាយើងក៏ជាមនុស្សយ៉ាងនោះដូចនិទានអំពីសត្វសេកមួយគូសេកមួយទៅនៅនឹងតាបោះហើយសត្វសេកមួយទៀតទៅនៅនឹងពួកចោរដូចតែឪធ្លាប់បាននិទានឲ្យកូនស្ដាប់ហើយគឺថាសេកមួយល្អសេកមួយអាក្រក់បើកូននឹងខ្សែគប់ជាមួយអ្នកណាត្រូវឲ្យប្រយ័ត្នប្រយែងកូនត្រូវតែគិតជានិច្ចថានឹងមិនយកតម្រាប់តាមមនុស្សអាក្រក់ឡើយប៉ុន្តែកូនត្រូវយល់ថាការដែលមិនខ្សែគប់ហ្នឹងណាមិនមែនប្រែមក